Lancelot ទេយក Lancelot យកមកលេងខ្លួនឯងដល់ពេលមកខាង first pick ខូចគេបែរ Lancelot ចោលទៀតតែសាក់សូននៅសល់ចយមួយទៀតបាត់ជាខូចគេមែនតែបាក់សៀមានការបែរឯងព្រោះរសារអត់ឲ្យលេងទេសាវាំងវ៉ាន់បាទសាជូសែនសាគីមីវ៉ាន់ first pick ឬមួយយ៉ាងណាបាទ first pick គីមីអាហ្នឹង double fighter ហើយបាទ let's see វ៉ាន់បាទដកវ៉ាន់មកហ្គេមមកខូចឆើយបាទកំពុងតែ focus ទៅលើមុខ Wiki ផងដែរបាទ Wiki កំពុងតែធ្វើការចរចាអត់បាទខូចអាចឲ្យខ្ញុំបញ្ចេញជាមួយនឹងទ្វីដៃជាមួយនឹងវ៉ាន់មកហ្គេមបានអត់បាទឬមួយក៏ចង់លាក់ទុកទៅ play អស់ខ្ញុំគិតថាវ៉ាន់នៅក្នុង game នេះក៏មិនសូវជាម៉ានទេa lot first pick បាទ a lot ព្រោះ expanding river បាទ river បាទអាឡត់អាកៃវាយគេមកសាមិញថ្ងៃនេះបើគេយកមកវាយវិញតិចខឹងបាទព្រោះអាឡត់អាកៃស្រួលបោគ្នាអាកៃប៉ើងអាឡត់វាដឹងតែលុតផាស៊ីវាចាក់ហើយមិនខ្វល់អាកៃប៉ើងទៅដល់ណាអាឡត់វាចាក់ទៅដល់ហ្នឹងបាទគេថាវាយរត់រាយលប៉ាត់លបាយតាំងពីអូបាយក្អមឡើងដល់អ្នកលឿងបាទlet's see ចាំមើលតើគាត់ខ្លាចអាឡូតអាកៃហ្នឹងអត់ណាមួយ Fredrin អាកៃដែលគេយក double pick ឲ្យហើយសម្រាប់ត្រារបស់ Classic Legend តែមានមកធាតាទេនៅក្នុងការ ban គឺមានការ ban មកធាតានេះគ្នាសាស៊ីនសាយីសិនស៊ីនសាហាយ៉ាសាចយអូខាលីត្រូវឲ្យមកសាមិញជីមម៉េចគាត់លេងជាមួយនឹងខាលី2 game ចេញពី Cypher បាទហើយការ performance ខាលីហ្នឹងខ្ញុំក៏បានមើលដែរល្អខ្លាំងមែនទែនខាលីហ្នឹងលេងមិនលឿនដូចដើម្បីវាយរ៉ូតាន់នៅ Fredrin អាកៃបើចេញមកខ្ញុំគិតថាបើចេញ Fredrin លឿនដូចស្រួលបាញ់តែបើចេញអាកៃស្រួលអូ double fighter មកតោះគេមាន main make Fredrin បាទអញ្ចឹងយកលឿនណាស់ទៅហើយបាទតោះលឿនណាស់យកហើយមកdouble fighter និយាយថាអត់ហ្នឹង Experience Land គាត់នឹង pick fighter Gold Land តែ Aron ត្រូវតែតាន់អញ្ចឹងខ្ញុំគិតថាកតោត fighter Gold Land គួរតែជា fighter Gold Land ណា fighter Gold Land លពូបានដែរបងEsme បើលពូវាបានពាក់កណ្ដាលតាន់ពាក់កណ្ដាល damage តែខ្ញុំគាត់បែនតាន់មកខ្ញុំធ្លាប់តែឃើញគេលេង Esme Gold Land បាទ Let's see ចាំមកគេធ្លាយបែនដល់ Urena Gold Land អត់ព្រោះ CC ក៏បែនហើយបាទ CC បែនឯនៅសល់ដែលអាចទៅ Goland បានមានដូចជា Ruby ទី1 Esmeralda បាទ Esmeralda លាពូ3 Arrow បាទមានការយកជាមួយនឹង Elise អត់សូវ focus ជាមួយនឹង Lunach ប្រហែលទេព្រោះថាបើសិនថាបែន Lunach ក៏នៅសល់ជាមួយនឹង Phasa នៅក្នុងការ pick off ដែរបាទឥឡូវបើចិត្តខ្ញុំជាខូចរបស់ Galaxy វិញណាឃើញ Lunach ប៉ុណ្ណឹងខ្ញុំ respect ឲ្យខ្ញុំលេងទៅ double fighter ហើយព្រោះនៅពេលដែលតួអង្គតាន់ជាងការនៅច្រើនជាមេកុនអាលីឈរជន់នៅហ្នឹងទេបាទអត់មានវាយអាលីទេអាលីគេអាចនឹងហែបទៅជាមេឌីមេកអាចលេងដែរទេអាលីចាំងកលឺឬក៏ដាក់អេងចលាចូលតែអាលីមួយទៀតយកដឹងនេះគ្នាបាទព្រោះមិនអត់មានមេកណា Yes បាទ Let's see និយាយទៅខាងនោះត្រូវ ban អេងចលាខាងនេះវិញក៏អាចខ្លាចជាមួយនឹង Hero Pool Goldland របស់ Vicky ដូចគ្នាមកដែរបាទ Irratel សាស្រួលលេងជាមួយនឹងRanger Goldland Haradrai ចោល Goldland គេសុវ៉ាលីណូវាយឈឺឲ្យលឿន clean ខ្ញុំគាត់ថា clean អត់ទេ clean បាក់ clean មានអារម្មណ៍តាមបាតឹងបាទមក skill តរំតាចេញតឹងបើវាយ early ទៀតវាយ basic លេងឈឺយកបាទ Let's see បណ្ណាយកមានតែចម្រើសយកការីមានមួយ Moscow លេងទៅដល់ late game យកបាទព្រោះគេមានបាញ់ early game ហ្នឹងបាទចូលយកណាតាន់ Obsidian វាយមកណាបាទ damage magic ច្រើនពេកបាទ Radiant Mod មុនគេពី early game បាទអញ្ចឹងយក Obsidian អញ្ចឹងបាទ damage physics អូតែ Obsidian spell long ឲ្យទឿយកអ្នក play kit បានណា Hero Meta ban បាត់ហើយបាទ ban slot ទី5សា Alpha បើចង់ ban utility jungler នៅសាល Alpha ព្រោះអត់ Bazia អត់ Kai អត់ Fredrin បាទបើចង់ ban utility វាទៅសាល Alpha អត់ចាប់អារម្មណ៍មួយនេះខូចឆាយឥឡូវ ban jungle hero 4 hero ណាចង់ប្រើតម្រងតាំងពី season ទី1មកទៀតហើយណា5 hero ហ្នឹងហើយ ban 5 pick 1 6បិទជាបាទស៊ីនមុនឆាយមែនបាទ ban តាត្រូវថាបុតអ្នកណាគឺបិទយកទាំងអស់ហ្មងបាទបូករួមជាមួយនឹងខាង team mate គេ ban ខ្លួនឯងមួយហើយបិទ5 hero ហើយភិចយក jungle ខ្លួនឯងមួយទៀតបើអញ្ចឹង hero jungle អស់7ឥឡូវអីដែលនៅសល់ហាយ៉ាចយយីសិនសេចយតែចយបាក់លេងណាចយមានអារម្មណ៍ថាគេមានជាមួយនឹង Fredrin គេមាន a lot បាទហត់ចូលមកមិនស្រួលគេឆ្កឹះគេធួនគេទះបាទតោះសា Alpha let's go សាសូបាទបើសិនចង់បាន utility jungle អូ
មួយទៀតមកគាត់សាក់សួរគាត់លេង no lane បាន បាទ no lane បាទលោកនៅគេនៅបើកឲ្យទេពីមក let's go ផាសាបាទតិចអស់ហើយ ព្រោះសារតែហ្គេមនេះចាំកន្លងក៏នៅសល់ដែរគេទុំ surprise ដែរ តោះ double fighter ឬមិន double fighter បាទ double fighter យ៉ា golden ស esme និង ruby តែបើ respect អាលីបាច់ double fighter ទេខ្លាចអាលីជាន់ បើសិនជាយកបើសិនជា ចប់ បាទបើសិនជាយក esme មកតដែរអត់មានអារម្មណ៍វាយ elite ទេ បាទខ្ញុំគិតថា obsidian ចាញ់មកហ្គេមនេះបាទសម្រាប់ wiki obsidian golden ចំណែកឯromer ហ្គេមនេះយក arrow cover ក៏បានយក arrow make play ក៏បានយក khalid ទៅយក khalid ដើម្បីឲ្យមាន late game សម្រាប់ obsidian ទៅ ហើយណាមួយទុំ surprise ផាសា តែអាចអត់ប៊ីត្រិចកាមេរ៉ាអានោះលេងមកខំបោមកអាលីយកមកបាទអាលីចូលមកដាក់អាវទីកាមេរ៉ាទម្លាក់អបបាទលេតហ្គេមហើយលេតហ្គេមក៏ទៅការ max main late game ត្រានេះសេ baby ហើយបានធំបាទចាំមើលមាន late game សម្រាប់ Vicky ដែរទេ ខ្លាំងនេះ space sprint បាទ spy មើលនាទី game ផុត5 10នាទីចាំនិយាយចាំមានមុខ cloud ព្រោះ5 10នាទីអត់មានមុខ cloud បាទ ផាសាបតក ហ្គេមនេះមានតែបើកមកឯតាអាលីអាលីកុំអាលីបើកបានព្រោះតាគេ damage early អត់គ្រប់ទេអាលីបើកនេះឯងបានអញ្ចឹងយក assassin ក៏បានយក utility ចាំងកលើក៏បានតែបើយក util softred សបរ៉ាត់សល់ ចយបាទយេណាមួយចាំមើលហ្គេមនេះ Cypher ធ្វើឲ្យមើលម្ដងបាទ let's go បាទព្រោះថាចាំមើលនៅក្នុងហ្គេមមួយនេះhero ដែល Cypher ចាប់ក៏សប្បាយនៅក្នុងការចាប់ដែរគឺមានជាមួយនឹង damage ចេញពីផាសាពីចយបាទក្រែងជើអញ្ចឹងបើសិនជា combo រាល់ពេលដែលការចាប់មក pick off អាចនឹងមានភាគរយដាច់ទៅលើខ្ពស់បើសិនជាគាត់ធ្វើជោគជ័យនៅ early game ណាបាទតែបើសិនជា game ហ៊ានតាចូលទៅដល់ late មានរឿងត្រូវចរចាគ្នាដែរបាទចយនេះយកអ្វីដែលលេងមុនហ្នឹងទេនេះចយទៅ Fredrin ណាទៅការ៉ុតណាទៅគីមីចយនេះចយយកមក farm នេះយកមក farm ឲ្យអស់លុយរបស់ Fredrin វិញដើម្បីសងសឹកអ្វីដែលលេងធ្វើដាក់គាត់ហ្គេមមុនតោះតែមកមានហ្គេម3ដែរទេពីសាក់ស៊ូទៅកាន់ចយតើការ farm របស់គាត់មុតឬក៏មិនមុតស្វាគមន៍អ្នកគ្នាបាទចូលមកឲ្យជាមួយនឹង Purify បុយអ្នកតែម្ដងពីវត្តមានរបស់ Galaxy Legend មាន Space បាទ Vicky ក៏ដូចជាឋានទីបែបមានមួយដែរវិញមកដឹកបាទកាលនេះបើយើងមើលទៅ Cypher មានតានេះទេបាទអញ្ចឹងក៏សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់គូកូនបើក៏ដូចជាគូហ្គេមទី2រវាង Galaxy Legend បាទជាមួយនឹង Hey Mac បាទចិត្តប៉ាស៊ីវចាំបណ្ដោយតែគេដាក់អញ្ជាងក្រៅឥឡូវនេះមាននៅផ្ទះគេទេបាទអញ្ចឹងយើងក៏ដឹងដែរបាទជាមួយនឹងប្រភេទ Hero Midland ទាំងពីរនេះងាយស្រួលក្នុងការ clear lane ដូចគ្នាក៏ដូចជាអមជាមួយនឹង roaming បន្ថែមទៀតដែរបាទអញ្ចឹងយើងក៏ play ដែរជាមួយនឹង Infinite Note 50 Series បាទ MPL Edition សម្រាប់ gamer គ្រប់គ្នាជាមួយនឹងការសាកល្បងសាកថ្មលឿនល្បឿនដល់ទៅ90វ៉ាត់ក៏ដូចជាជាមួយនឹង wireless charge បានទៅដល់30វ៉ាត់ដូចគ្នាបាយក្រង AMOLED ល្បឿន 144Hz ក៏ដូចជាលេងជាមួយនឹង game Mobile Legends ដោយ load smooth យកតែម្ដងជាមួយនឹង RAM 24GB បាទអមជាមួយនឹងការរចនាពោពេញទៅដោយអនុភាពបាទ Cloud Master Assassin យ៉ាងណាមិញ Golden តែគ្នាចិត្តដែរបាទចឹង King Ares នៅក្នុង game នេះប៉ះជាមួយនឹង Low Ace លេងនៅក្នុង game មុនបាយមិញបើយើងនិយាយទៅយក hero របស់ King Ares ទៅលេងបាទឥឡូវសម្បើវងចៅរឿង Louis ណាហើយ Louis ហ្នឹងមិនតែសួរម្ចាស់គេផ្ទាល់គេហៅ Louis ទេយ៉ាប់មែន manager យូលីងខ្ញុំនេះតែអីLouis ក៏បាន Louis គាត់ថាដូចគ្នា anything is fine សម្រាប់គាត់បាទ let's see អប្រានលើយ៉ាជាមួយនឹងអ្នកគ្នាក៏បានឃើញ Span Emblem មួយបែបនេះ S1 របស់បាទមានការ knock up មួយអស់ Purify មួយបាត់ហើយពីSecret of Purify អត់បាទS1 របស់ចាំងកលទាំងពីរគឺ adapt ជឿអតាដូចគ្នាបាទសម្រាប់ចយជួយ farm តែ Fredrin គេបុកចាក់រត្រីបាទចាំមើលមកជាមួយនឹងការចាក់រត្រីរបស់គាត់នៅទៅបាន objective ច្រើនដែរទេជាមួយនឹងចយគឺមិនសូវមានអា skill កបោមួយនឹងរត្រីហ្មងទេបាទមានតាមកពេញstake របស់គាត់ហ្នឹងគឺបើកអត់ទីយកចូលត្រីយកបាទលៀមនៅ Experience Lane level 4ពី Louis ក៏ដូចជា Cypher ទៅតែ level 3តែប៉ុណ្ណោះ King Ares level 4ដូចគ្នាអញ្ចឹង fast clear ជាមួយនឹង Total មួយនេះអាចបានទៅលើអ្នកណាលុយបាខៀវអាចនឹងបានទៅលើអ្នកណាជាមួយនឹងការបោកវាយយកដល់បាក់អត់ទី2 Vivo the Key ធ្វើការចាក់ឈូមួយឈូពីរ review សាត់បានទៅលើព័ត៌មានរបស់ Link បណ្ដៃដូចជា King Ares ចូលមករៀងរកខ្លួនមួយតុង3មួយផ្ទាល់មួយជាមួយនឹង Cadenza លើ Cypher ប៉ាល់របស់លើ Vicky ជាមួយនឹងការបាន kill ទៅលើ King Ares បន្ថែមទៀតបណ្ដៃពី Galaxy Legend បន្តទៅ
ឡាយមកហើយមាន flicker អាចអត់ flicker តែតែជាមួយនឹងការវាយ passive ចៃជាមួយនឹង flicker ក៏ដូចជាមានការដេញបាញ់យកតាមដល់ពីវត្តរបស់ Seacat បាញ់នៅក្នុងនេះជាមួយនឹងការផ្ដាច់បាត់ពីខៀវបាត់ហើយពី Wake បាទឆ្ងាញ់កដែនសាបាំងប៉មឲ្យតែមួយដៃពីរដៃបីដៃចុងក្រោយឥឡូវនេះជាមួយនឹងលេនមកយកបៃតងមួយទៀត បាទ អូឆ្នៃយកមែនតែក៏មានការលួចបៃតងមកវិញនេះក្នុងណាជាមួយនឹងសាហ្សូបាទមក team fight មិញបានមកថត់ថតបានដល់ទៅ3គៀចំណេញជាន់លើចំណេញជាមួយនឹងប្រម៉ូសិនថ្មីពី Galaxy Legend បាទ អូ Galaxy សិនទិញមួយថែម3បាទចឹងធ្វើការបើកប៉ះ passive យកតាមដល់ជាមួយនឹងការចាយ flicker កាត់ត skill បានល្អខ្លាំងតែពីកាដិនសាបាទចាយ flick មួយបាទចង់កាក់ cadenza មិញចង់មកកាក់ជាមួយនឹងសាក់សូក៏មកយកជាមួយនឹងសัตว์របស់ចង់ក៏របស់ខាងលីនបាទប៉ុន្តែឥឡូវ Cloud បាទ Hero late game ដល់បាន2 kill មកអាស៊ីហ្នឹងអូចឹងតារាតែហ្គោទេណ៎ត្រាដែលរំពឹងតែឈ្នះ early ឥឡូវអត់ឈ្នះ early ទេហើយដូចនិយាយចឹងអាលីមាននិស័យយក purify ទេចឹងបើសិនជា game នេះក្រដឹងស្រាប់ហើយ King Ari នឹងចូលរូបភាពដូចថ្ងៃដែលគាត់អាលីដូចនេះអញ្ចឹងនៅពេលដែលបានអាលីហ្នឹងគឺគេនឹងបុកវាយគាត់យកតែម្ដងបើថ្ងៃប៉ាស៊ូថ្ងៃប៉ាស៊ូ King Ari បានអាលីគឺអត់មាននិស័យយក purify គឺយកកាលៀបោកស៊ីប៉ុន្តែ game នេះទោះបីគេមិនមានកាលៀបបោកគាត់តែគេមានកដិនសាដែលជាការ៉ាក់បញ្ញគាត់អញ្ចឹងបើគាត់បានរើខ្លួនអត់បានប្រើ skill អត់បានស្ទូបឈាមគេនឹងបោកគាត់ទៅលឿនផងដែរបាទបាញ់អាយ៉ានៅ Flaminland បុក RT អស់ RT បាត់ហើយពី Cadenza បាញ់ជាមួយនឹងការចាយ flicker ដោយសារតែអត់មាន flick អញ្ចឹងប្រើ ultimate សម្រាប់ចិត្តក្នុងការប្រើ RT មុននឹងថតតាមនោះបាទបច្ចុប្បន្នគេ2200 goal បាទគួរសមដែរបាទចឹងចាំមើល team fight total ទី2បាទអាចនឹងធ្វើការ swing goal វិញអត់ឬមួយក៏យ៉ាងណាដែរបើសិនជាបន្តឲ្យខាង Galaxy Legend គាត់លេងបានតាំងពី early នេះទៅបាទទៅដល់ mid game រៀងប្រហែលបាទ Cadenza អត់មាន RT ទេទៅដល់បើក map ឃើញបាន2អារម្មណ៍ក៏ដូចជាកន្លែងនេះ King នេះមកដល់ RT យកតាមដល់បណ្ដាយទាំង3ជាមួយនឹងបាន color total color lane បណ្ដាយជាមួយនឹងការ rock video ពីវត្តមានរបស់ Wiki ចុះទៅដល់បណ្ដាយជាមួយនឹង Cypher មានការតេងមកពីក្រៅជាមួយនឹងសាក់ស៊ូបណ្ដាយលោត passive ចូលទៅក្នុង trade យកតាមដល់ឲ្យមានបញ្ហាដែរទៅជាមួយនឹងការបាញ់ slow ពី Seacat ចងជើងមួយសាក់ស៊ូចង់ទៅណាវាយគ្នាខ្ញុំហើយចង់រត់តែក៏ដូចជា King Ari នៅក្នុង trade 4ទល់នឹង1បញ្ហាទីជាប់ទីអាភ្លៀងយកតាមដល់ពីវត្តមានរបស់ Link ក៏ដូចជាវាយជាមួយនឹង King Ari អត់សូវជឿទេនៅក្នុង trade ក្រៅទៅទី5ក៏ដូចជាដាច់នៅតាមដូចគ្នាវាយក្រុមដាច់ណា five out ដោយប្រយោលជុំសំខាន់ដាច់500បាទមាន damage reduction ហើយវាយតោះតបាច់បាទអូយអានេះក៏រកកន្លែងរស់ឡើងឃើញហើយ8ទៅនឹង1 kill មើលអត់ច្រឡំនៅតែជាមួយនឹង game នេះបាទចាំភ្លាមបាទមានការបើក map ពី Cadenza នៅក្នុង game នេះ 8k ជាងហើយបងអូយ smooth 5នាទីបាទឥឡូវចាំមើលរកអាកាស kill Vicky បានអត់ទាន់ Vicky ក៏ down purify ប្រូក្រាមនេះ Cypher មានមកវិញទេបាទ Vicky purify Midland purify ហើយ3នាក់ទៀតសិតតែតាន់ហើយបោមួយទៀត cover បើបោ Frederick ណាការ៉កក៏បុកអាលុតប្រទេសតែបើបោកអាលុតបានទៅតែការ៉កមួយបើបោកការ៉កទៅតែអាលុតមួយតែបើហ៊ានទៅបោក Frederick ម៉ែបាទអ្នកចាំ cover ដល់2នាក់បាទហើយយ៉ាកាតត skill អត់បានទេមានការបោកយកតាមដល់ពីវត្តមានរបស់ Cypher ប៉ុន្តែមានការបុក RT យកតាមដល់ពី Cadenza ធ្វើការ rotate ដកថយបោះជាមួយនឹងបោះចោលផ្លូវបាត់ហើយ King Ari បាត់ហើយទៀតជាមួយនឹង Seacat បាយដាច់ទេអត់ដាច់ទេធ្វើការដកថយបាត់ហើយមិនបាញ់មានការព្រមគ្នាមកចូលម្ដងជាមួយនឹង B-Mode Key ក៏ដូចជា Yellow ឈាមខ្លាំងតែជាមួយនឹង Louis បាទបាទមិញបើសិនជាមើលតែ mini map ស្មានតែ land slot បាទជាពិតអាឡុតទេLouis ការលេងអឡុតថតគាត់មើលទៅ stash បាទ stash ខ្លាំងមែនទែនមកណាមួយនិយាយចេះហ្មងSilent តាំងពីមានសាដូអឡុតក៏ល្អដែរឥឡូវបាន Louis នេះអឡុតល្អទៀតបាទស្មាត់ចាក់ល្វីនេះបាទខ first date ចាក់យកបាទចាំភ្លាមគឺជាមួយនឹងការចុះមានអីមិញ Midland ក៏ជួបគ្នា first date ចាក់យកបាទចុះមានអីអាឡុតតែឃើញវាលុត passive អញ្ចឹងយើងចាក់ទៅយកបាទមិនងងយូរឡងជូមអូបាទភ្លាមជួយនឹងថតទី3ក៏មានការ spawn មកបាទមានការវាយយកតែម្ដងពីវត្តមានរបស់ Lane ពីថត live គឺ free ឲ្យតែ Galaxy Legend តា team make អានឹងយកដែរទេយើងមើលជាមួយនឹង mini map ទៅលើវត្តមានរបស់សាក់ស៊ូក៏ឃើញមកឈូ1ឈូ2 LA បាក់ RT យកតាមដល់ retrieve បានឬក៏បានទៅលើសាក់ស៊ូបានជួយនឹងការបាក់ RT តែងធ្វើការដល់ថយបាទ Sniper ក៏មានការបាញ់ជួយដល់ជួយនឹង King Ari ក៏បានតំពីHero យកតែម្ដង3កាគៀគឺចូលទៅលើ Seacat ផងដែរបាទចូលទៅលុយសัตว์ប្រៃមើលលុយជន់អត់បាទចាំក៏ប្លេអ្នកគ្នាជាមួយនឹងកញ្ចប់ MLBB របស់សាខាអ្នកនរគ្នានឹងទទួលបានការលេងមកបាទតែលេងសាសូដាច់ជាមួយ skill ទី2ដាច់យកតែម្ដង Killing Spree ក៏បានទៅលើ Cadenza មកវាយនៅស្រះមួយ Live ចង់ទៅណា Killing Spree បានចូលទៅលើ Louis បន្ថែមទៀតផងដែរចាំមើលអត់សូវច្បាស់នេះ Hero នឹង
Charlotte ឯ Lancelot Lancelot ច្បាស់ Lancelot 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 បាទ Lancelot ជុំនិយាយមែនណាតំណងមែនហ្នឹងអត់ខ្ញុំ player hero នឹងដែរឥឡូវលេងបានប្រហែល5 10 game ហើយមានអារម្មណ៍ថាដូចពិបាកគាត់មាន passive គាត់ដូចចាក់ទៅហ្មងបើចាក់ទៅហ្មង បាទ បាទមិនហែមទេលេងមិនហែមទេចាក់ឡើយហ្នឹងបាទអញ្ចឹងមិនសាច់ដាច់តែកដាទីកំ plek អ្នកគ្នាជាមួយនឹងកញ្ចប់របស់ Sekat ដែលជាកញ្ចប់របស់ Chance Bang Bang អ្នកគ្នាលេងមក Chance Bang Bang បានតាមចិត្តឯណោះបាទជាមួយនឹងការទទួលបានពេជ្រទៅ235ពេជ្រជាមួយនឹងតម្លៃត្រឹមតែ$6តែប៉ុណ្ណោះនៅក្នុងកញ្ចប់តែមួយអ្នកគ្នាភ្ជាប់តាមរយៈ Sekat app ក៏បានឬក៏ចុចផ្កាយ1686ផ្កាយលេខ2ត្រង់ជ្រុងរួចចុចបញ្ជូន បាទអាទីយកតែម្ដងរងកវីលីអូពី Vicky ប៉ុន្តែមើលទៅវាយជាមួយនឹងសាក់ស៊ូដូចរៀងឈឺចុកចាប់ដែរជាមួយនឹងការដកថយអស់អាទីរៀងខ្លួន វាយដៃអមហ្មង បាទអូបាទជាមួយនឹងផផបើប៉ុណ្ណាពីលេងបាទបាញ់អាទីយកតែម្ដងអាទីពី Bimo The Key ដូចគ្នាជាមួយនឹង3 cover ទៅលើ King Elris បាទឃើញអាល់ទីអាលីធំមែនតែឃើញចុចមកសូវត្រូវគាត់ទៅការ spell flick មែនតែនព្រោះបើសិនជាគាត់យកជួយ refine កើតទេអញ្ចឹងដូចខ្ញុំនិយាយចឹងបើ game យកអាលីធ្វើជាអ្នកបាក់មុខ បាទយើងខំរៃដែរជាមួយនឹង Legend Cinema អញ្ចឹងបើសិនជាអ្នកនរគ្នាចង់មកទស្សនាជាមួយនឹងកុនបាទដែលមានទីតាំងល្អផាសុកភាពក៏អីធំបាទអញ្ចឹងអ្នកនរគ្នាកុំភ្លេចជាមួយនឹង Legend Cinema បាទអេសាក់ស៊ូសប៊ូសាក់ស៊ូបាទ game នេះសាច់ game របស់ Mac មានលេងប៉ុន្តែគាត់វាយអត់ឈ្នះគេហើយវាយគឺក៏មិនចូលដូចគ្នា ឥឡូវចង់និយាយថាចេះពងវាយគេអត់ឈឺបាទឥឡូវចង់វាយដែរតែវាយគេអត់ឈឺឥឡូវហ្នឹងបាទដូចមិនឥឡូវ goal គឺច្រើនពេកមើល 77k បាត់ហើយហ្នឹងបាទ King Area អត់បានមកហ្នឹងឥឡូវគេឃើញ King Area គេដេញវាយបាទឥឡូវសម្រាប់ចុយ level បានត្រឹមតែមួយស្មើណាជាមួយលីនអត់អាចចេញរូបភាពដូច game មុនទេ game មុនក៏បាក់ save balance slot ដាច់5 level យក Yes បាទអញ្ចឹងជាមួយនឹង lot ទី1គឺបានទៅលើ Galaxy Legend Holy Crystal គឺបានចូលទៅលើ សាក់ស៊ូដូចគ្នាផងដែរឈូ1ឈូ2ពេញជាមួយនឹង state របស់គាត់តែអត់មានវត្តមានជាមួយនឹង Galaxy Legend ទេបាទអាទីណាជាក៏បានចូលទៅកាន់ Cadenza ដែរខ្លួនឯងកូនដៃក៏ចូលទៅកាន់ Vicky ដូចគ្នាបាទឥឡូវផោកទៅតនៅឈឺទីទៀត Twilight មកស្បែកគង់ដូចលេងយ៉ាងបាទសំខាន់ live បាញ់ទៅលើ Cadenza អត់ skip បាទបាញ់អត់ skip យកមកបាទចាំផមកមានការយកទៅបន្ថែមទៀតជាប់អាទីចុច purify មួយបាត់ទៅហើយបាទអេមានអារម្មណ៍ fun fact មួយក្រោកគេលេងតែ skin នឹងគ្រប់គ្នាចឹងបាទដឹងដែរ skin នឹងយូរ skin នេះ pick អ្នកខ្លះហានប្រគួយលីធំក្រាស់ណាហើយជា skin នឹងស្រួលមើល skill យ៉ាង វាស្រួលមើលហើយមើលទៅមានអារម្មណ៍ថាវាមានអំណាចអាយ៉ាពោប៉ៃ Louis មុនគេយកដល់1ទៅលើ3អានឹងរត់ចូលទៅជាមួយនឹងការចាក់ចោលចាក់ឡើងលោត Sky ភាសា shut down ទៅលើ Louis kill ទៅបានចូលទៅលើ line ដូចគ្នាជាមួយនឹង passive បាត់ជាមួយនឹង wall ដើម្បីក្បាលលោតតែជាមួយនឹងឈាមទៀតឡងខ្លាំងតែជាមួយនឹងការទម្លាក់ ultimate ពី Monarchy បើឲ្យមកជាមួយនឹង Cadenza អាចបង្កើតនេះដែរ T3 Red ទៅខាងផ្លូវតំលែងមានការយកបានមកដែរពីវត្តមានរបស់ Lord របស់ Galaxy Legend បាទមីនៀន5 lot 1បាទបាត់អាមីនៀន4ហើយ lot នៅក្រោយអាមីនៀន1ទៅដល់ទូសៀលហើយបានមីនៀនក្រោយណាទៅចុះបច្ចេកទេសនេះបច្ចេកទេសបាទបាទអីដែលសំខាន់ថ្ងៃនេះបើសិនជា Galaxy ឈ្នះនៅក្នុង game នេះទៀត6 game នៅក្នុងថ្ងៃនេះគឺមានការយកក្រប់មកលេងរោម5 game បាទឈ្នះទាំង5 game win rate 100%បាទសប្តាហ៍ទី2 Granger is the key សប្តាហ៍ទី3 Karak is the key បាទអូបាទឈឺទេបាទពី line មានមក fake draw ហើយប៉ុន្តែបើយើងមើលខាន់សៀលទៅពី Cadenza make play មកញោមពី Cadenza កន្លែងនេះវាយទៅលើ King Ares ឬក៏យ៉ាងណាឬក៏ទៅឆោតតែបណ្ដោះជាមួយការយកបានទីទុតរ៉េណាផ្លូវ top lane ផងដែរបាទមកខ្ញុំពងចង់និយាយថាចេះ Cadenza បើយើងមើលទៅពីអត្តចរិតរបស់គាត់ក៏អត់សូវ make play ទេបាទភាគច្រើន game តែមានគ្រាន់តែដាក់ឈោមិន make play ឲ្យ fail ក៏បានដែរបាទឈោតែមុខហ្នឹងក៏ខាង enemy គេអត់ហ៊ានគេថយទេអាទីយកតែម្ដងពី Vicky ទៅលើសាក់ស៊ូគីឡូឈាមជាមួយនឹងការដកថយយកតែម្ដងអាចនឹង recall ទៅផ្ទះបងវាយជាប់ជាមួយនឹង skill បាត់ហើយគេដឹងតែពីមកអស់ជាមួយនឹង purify ក៏ដូចមានការបងវាយយកតែម្ដងពី Water Meter ប Secret តែ Secret អត់បញ្ហាទេជាមួយនឹងការដកថយមកវាយនៅស្លាមួយធ្វើខាងក្រោយហើយជាមួយនឹង King Ares ចាប់ទៅណាជាមួយនឹងការឈោបាញ់ basic កតាបានគេទៅលើ Louis ផងដែរបាទសំណុំរឿងចិត្តចឹងហ្នឹងបាទមកពេចរបានចាញ់ក៏ដូចជាមានការចូលតែបន្ថែមពី Orange របស់ពីវត្តមានរបស់ Galaxy Legend បាទ
បើយើងមើលទៅលើ item បាទ wiki ចិត្ត full item ហើយបាន4 item ហើយ Grow Sensei Demon Hunter Golden Stash ក៏ដូចជា Rose Gold បាទ item ចុងក្រោយអាចចង់ទិញជាមួយនឹងទុំដើម្បីមកមួយទៀតណាបាទអត់ចាំបាច់ទិញជាមួយនឹង Winter Crown ទេណាបាទហ្គេមមាននេះខ្ជិលដាក់ Winter Crown អូយ៉ានោះ 1v1 នៅខាងលើ 1v1 នៅខាងលើពី Wiki តែទៅជួបជាមួយនឹងសាក់ស៊ូអានឹងរត់រួចដែរទេអានេះជាមួយនឹងការ flick ខំបោកយកតាមដល់ពីវត្តរបស់ Cyber ដើម្បីផ្ដាច់ជាមួយនឹង Wiki ដូចគ្នាប៉ុន្តែយើងមើលជាមួយនឹង Galaxy Legend ក៏គេ fast ជាមួយនឹង Lord យកតាមដល់គេអត់ខ្វល់ទេជាមួយនឹង Wiki បាត់បង់អីទៅណាបាត់បង់ទៅឬមានការយក Lord ខ្លាចនេះអានឹងដកថយដែរទេពីវត្តរបស់ Cadenza បាក់អាទីដកថយជាមួយនឹងការបាញ់អាទីជាប់បាន2រប៉ុន្តែយើងមើលជាមួយនឹង Secret ជាប់អាទីរបស់ King Harry មកដូចយើងលងហើយជាមួយនឹង Stover បានពី Secret បោកវាយជួយនឹងការចាក់ទួនលោតចុះលោតឡើងពី Cyber ដើម្បីដកថយអានេះមានការដេញតាមដែរទេពីវត្តរបស់ Lin តែអត់ដេញតាមទេជាមួយនឹង Louis ក៏មានការដើរបើកមេទៅមុនផងដែរ បាញ់មិញណាពេលអើឃើញអត់អីទេបាទបាញ់មិញណាពេលដែលដាច់ជាមួយនឹង Wiki មិនឡតវាយចិត្តដាច់ប៉ុន្តែខាង Galaxy គ្រាន់តែដឹងថាដាច់ជាមួយនឹង Wiki ភ្លាមអត់វាយឲ្យឡតនឹងចេញនៅក្នុង40 second ចេញមកហើយសុកចិត្ត hold ឲ្យ minion ចេញមកwave សិនដើម្បីចាំជាមួយនឹង Wiki បាទអូយបាទអាយ៉ាអីបញ្ញោជាមួយនឹង skill អត់បានទេអស់ flicker មួយបាត់ហើយពី Cadenza លោបាទគាត់ស្រឡាញ់ឆ្នាំមីពជាកណាត់យកឆ្នាំមីមកបាទឆ្លៀតពជាទៀតអាមិញគណៈពេលដែលចាំងកលគេក៏មកតនេះគ្នាអ្នកម្ដងមុនគេគឺ King Eric ទេបាទនៅតែរត្រីបានលត់ធម្មតាបាទទៅហើយបុកខានសៀលមួយគ្រាន់តែ20តែម្ដងជាមួយនឹងការបុកអាទីដែរទេពី Cadenza គ្រាន់តែយាដៃទៅមក final ស្លាជាប់ទៅលើ King Eric តែ King Eric បាក់អាទីយកតែម្ដងជាមួយនឹងការដកថយអស់ flicker មួយហើយពី King Eric ចូលទៅដល់ក្នុងផ្ទះជាមួយនឹងការយកឈាមមកវិញប៉ុន្តែយើងមើលជាមួយនឹង Water របស់ Secret បាច់ដល់លកអើយ Secret ពីមកធ្វើការបុកអាទីក៏មានការលោឈាមទៅជា lock កន្លែងនេះជាមួយនឹងការ clear free ដែរទេពី King Eric មានការបោះ skill មកយកតែម្ដងជាមួយនឹងការសូ passive យកតែម្ដង game នេះ clear ជាមួយនឹង Lord បានប៉ុន្តែនៅបន្តចោលទេនៅតែមុខផ្ទះគេទាំងឯងជាមួយនឹង Galaxy Legend បាទលេខ1 Galaxy Legend គឺជាក្រុមមួយដែលពេលគាត់បោកប្រទាអារម្មណ៍គាត់ត្រជាក់មែនតើយកតែម្ដងអត់ងាយអា file រូបភាពនៅក្នុងការបោកកញ្ចូលឲ្យចាញ់ណាអត់ងាយយកតែម្ដងបាទក្រុមនេះបាទនិយាយពីវិន័យវិញដឹងវិន័យយ៉ាងណាទេបាទក៏ដូចជាសាច់ game របស់គាត់ពីច្រើនគឺ Mechanic បាទទីទៅគឺជាមួយនឹងអ្វីដែលគាត់លេងគឺអត់ចូលចិត្ត aggressive ឲ្យមាន mistake បាទដល់បើមុខពី Cadenza គប់អាទីយកតែម្ដងពីវត្តមានរបស់ Secret បោះវ៉ាមួយបុកជាងបតាចេញជាមួយ Fuel Fire បានឡងហាត់តែពី B មកបតាជាមួយនឹងការតែងពីសាស៊ូមកការបដាជួយនឹងវត្តមានរបស់ Secret បានមួយ hero យកតាមដល់ជួយនឹងការបាត់បង់អបេរ៉ូពី Galaxy Legend shut down Secret 6 kill Sky Super ទៅបាន20 stake ឥឡូវដាច់ stake ទៅវិញទៀតបាទCadenza ក៏នេះដែរCadenza ក៏សាត់ដោនដែរគាត់នឹង 3-0 បាទអញ្ចឹងសាត់ដោន2នាក់ច្រើនគួរសមដែរហើយឡាយក៏បានជាអ្នកដែលសាត់ដោនទៅលើCadenza ដែរបាទអញ្ចឹង Sky Pizzer ផុស live ដូចជាបានដូចជាទៅតែ20 stake ទេបាទអូគាត់ដាច់3ហេងសុយអស់ទៅហេងសុយ10 stake វិញទៅដែរដាច់តាំង3ដាច់តាំងនេះអត់ទាន់បានអញ្ចឹង0-3ដំបង0-3មែនអូអញ្ចឹងបាន20 stake អញ្ចឹង20 stake បាទយ៉ាស្រែមកវិញបានតិចផងដែរយ៉ាឥឡូវ Swing Goal នៅ36k តាដែលមើល level ចាំងឥឡូវ level 15ស្មើ late game potential បាទចាំមើលបើសិនជា Swing Goal មកប៉ុណ្ណឹងតើវាយក្រៅដីឈ្នះគេអត់បើវាយក្រៅដីឈ្នះគេឡតនេះអាច contest បានបាទPurify អត់មានមួយសម្រាប់ Big មកអូវាគេមាន Purify នេះគ្នា Yes គេត្រង់ថ្លៃនេះវាយបានបាទនេះវាយបានបើក map ធ្វើការតេស្តយកជាមួយនឹង Lord យកតែម្ដងប៉ុន្តែយើងមើលជាមួយនឹង Cypher នៅក្នុង game នេះមាន Ultimate ក៏ដូចជាមានជាមួយនឹង Flicker ផងដែរបោកទៅលើ Cadenza មុនគេឬក៏យ៉ាងណាបោះវ៉ាវបិទមួយជាមួយនឹងបាក់បិទជើងទៅលើ Cadenza ផងដែរបាទមិនទាន់អីទេបាទមួយសិនអូចាំងលើគ្នាលែនបាយដូចគ្នាចាំងលើអ្នកគ្នាលែនមកគេបាស Lord ហើយពីធីមឯងមកទាន់ឬក៏មិនទាន់ទៅដល់វាយជាមួយនឹង Cypher បោកជាមួយនឹង Cadenza មួយទៀតយកទៅជាមួយនឹងការវាយទេយកមកបានជាមួយនឹង Lord ពី Galaxy Legend ក៏មានការបោកជាមួយនឹង Cadenza ទៅជួមួយតែណែមកបាយដល់សាពី Louis មកកាប់ជាមួយនឹងសាស៊ូក៏ដូចកន្លែងជាមួយការវាយយកដល់ជាមួយការប្រតិលើ King នេះបន្ថែមទៀតដែរសល់តែ2ដល់ដល់ពីធីមឯងចាប់មើលឃើញចង់ទៅណាជាមួយនឹង Cypher Last Man Standing ពីមកដឹកគេ4ទល់នឹង1អានទៅជាប់ដែរទេជាមួយនឹងការដាក់អ៊ីម៉ូជី We are Sooner ពីមកដឹកគេផងដែរជាមួយនឹង game នេះជ័យជំនះក៏យើងមើលឃើញជាមួយនឹងការបន្ត Ultimate យកតែម្ដងពី B Mode ដឹកគេចុច Purify មួយក្នុងផ្ទះជាមួយនឹងការហោះចុះឡើងជាមួយនឹងជ័យជំនះលទ្ធផល2ទល់នឹង0គឺបានទៅលើ Galaxy Legend Best prediction of the day គឺបានទៅលើតាទូវ៉ាវចាំមិនសាមិញបង